តែយើងមិនចង់រស់ដោយមានសេរីភាពទេមកសួរទៅវិញញាតិញោមមកសួរមកទាំងអស់គ្នានឹងចង់រស់ដោយមានសេរីភាពអត់ចង់រស់ដោយការយល់ដឹងពីជីវិតដោយអត់មានទុកខ្លាចព្រៃបិសាចនឹងអត់ធ្វើរហូតដល់ពួកនឹងគោរពយើងវិញបានអត់ថ្មមិនដឹងថាបញ្យលយ៉ាងម៉េចឲ្យខ្មែរយើងយល់ថ្មឲ្យដូចខ្លួនឯងយល់ដែរវាមិនដឹងថាបញ្យលថាម៉េចទេពូញាតិញោមគាត់ខ្លាចបាត់អានឹងនឹងខ្លាចមែនតែនណាមកឲ្យថ្មចេះចង់ថាកាលសួរដាក់សំណួរទៅវិញថាយើងអត់ចង់មានសេរីភាពទេ feel release មានសេរីភាពនៅក្នុងការគិតនេះខុសនេះត្រូវធ្វើទៅគឺអត់ស្គៀអត់ភ័យអត់ខ្លាចអត់ចង់អញ្ចឹងអត់ចង់មានសេរីភាពឯនៅចង់នៅក្រោមអាណានិគមរបស់អ្នកតាចង់នៅក្រោមអាណានិគមរបស់ខ្មោចចង់នៅក្រោមអាណានិគមរបស់ព្រាយរហូតអញ្ចឹងមើលនៅមុខវាំងអីហុយដលោមមកថ្ងៃអ្នកតាកញុងហុយដលោមមកថ្ងៃគឺទៅអ្នកតាកញុងនៅដាក់អាណានិគមលើខ្មែររាប់ចំនួនហ្មងពួកអ្នកតាអីនេះគឺថាហើយយើងទៅធ្វើបាតកម្មឲ្យរត់ទៅសេរីភាពប៉ុន្តែរាល់ថ្ងៃហ្នឹងខ្មោចព្រៃវិស័យគៀបសង្កត់ខួរក្បាលចិត្តអស់ហើយគ្មានសេរីភាពស្អីទេហើយពុទ្ធបរិញ្ញាហ្នឹងឲ្យឲ្យយើងមានសេរីភាពសូម្បីព្រះអង្គខ្លួនឯងហ្នឹងក៏ព្រះអង្គអត់មកដាក់អាណានិគមលើយើងដែរព្រះអង្គអត់មានមកប្រកាសថាណែមកគោរពតថាគតមកបូជាតថាគតមកណែឯងនឹងបានសេរីសុខសេរីស្ដាប់អត់ទេពេលដែលព្រះអង្គចិត្តបរិនិព្វានគឺយកស្អីមកបូជាផ្កាអីព្រះអង្គថានេះមិនមែនរឿងដែលតថាគតត្រូវការទេលុះតែឧបាសកបាសិកាភិក្ខុភិក្ខុនីហ្នឹងសិក្សាហើយឲ្យយល់ប្រតិបត្តិខ្លួនឯងនោះទៅខ្លាំងមិនខុសពីប្រទេសមួយដែលគេចង់ឲ្យប្រទេសរីចម្រើនគឺមិនមែនរបៀបបន្តឲ្យរស់ទេគេបង្រៀនមនុស្សឲ្យមានការងារមនុស្សប្រជាជននឹងឯងមានការងាររ៉ាន់ទៅបងពុនបងអីទៅរត់នឹងរស់ទាំងអស់គ្នាអញ្ចឹងវាមិនមែនទុកឲ្យប្រជាជនក្រឲ្យចាំចែកម្ដងម្ដងតិចមែនទេពពុទ្ធអញ្ចឹងមិនមែនចាំឲ្យអ្នកឯងមកថ្វាយបង្គំតថាគតបតសេចក្តីសុខឲ្យល្មិចទៅទេគឺព្រះអង្គបង្រៀនឲ្យមនុស្សខ្លាំងគ្រប់គ្នាសារវាព្រះអង្គនៅខ្លាំងអត់មានចាញ់អាណានិគមរបស់ខ្មោចព្រាយវិសាចអីទេអញ្ចឹងឯងបានជាពួកគ្រីស្ទានយល់ច្រឡំថាពុទ្ធសាសនាពួកគោរពអរិយសាតាំងឃើញទេពួកខួរក្បាលអន់មកឃើញអ្នកចូលកាន់យេស៊ូមួយរុះអាស្អីនឹងចោលអស់ឃើញខនបើគាត់មិនបើចេះហ៊ានក្លាហានលែងខ្លាចខ្មោចខ្លាចព្រាយគេគោរពតែព្រះគេមួយអញ្ចឹងទៅប៉ិនវានៅជាប់អត់រួចដូចអ្នកយល់ធម៌មែនទេណាយល់ធម៌មែនទេអាត្រឹមគោរពអាទិទេពនឹងលែងជាប់ទៀតអ្នកទៅចូលគ្រីស្ទានទៅចូលយេស៊ូរួចពីអ្នកតារួចពីខ្មោចរួចពីអីភាគច្រើនបើគេច្បាស់មែនទេគេរៀនបាយបលកាពីគេមែនទេរួចពីខ្មោចរួចពីអរិយរួចពីអ្នកតារួចពីបិសាចអីហ្នឹងគេឈប់គោរពឲ្យគេព្រះតាព្រះគេមួយឯង God គេមួយឯងហ្នឹងឥទ្ធិពលគេដាក់លើគាត់ប៉ិនបើយល់ពីមេគាពុទ្ធណាមិនរួចតែត្រឹមខ្មោចអរិយអ្នកតាហ្នឹងរួចពី God លើមេឃទៀតមានន័យថា free yourself ពាក្យថា enlight ភ្ញាក់រលឹកភ្លឺស្វាងគឺថាជីវិតនឹងមានពលឺហ្មងប៉ុន្តែមើលកូនចៅព្រះអង្គយើងរាល់ថ្ងៃមើលមិនដឹងស្អីខ្លះទេអ្នកតារាប់យកទាំងអស់ថ្វាយទាំងអស់អាណានិគមច្រើនពេកបានវាឈឹងអស់ចឹងទៅយើងធ្លាប់ទៅលើបារាំងដាក់អាណានិគមថាខ្មែរយើងមិនបាច់តែបារាំងទេខ្មោចក៏ដាក់អាណានិគមបានដែរលៀងឲ្យគេរហូតអើយនឹងនិយាយថាមិនទៀតណោះនិយាយអស់ក្បាច់ហ្នឹងនិយាយពីក្បាច់អាត្មាបញ្ចេញអស់ហើយមិនដឹងថាចង់និយាយថាមិនទៀតហើយញាតិញោមមើលខ្មោចដែលញាតិញោមគោរពអ្នកតាដែលញាតិញោមគោរពព្រាយដែលញាតិញោមគោរពកតូមខៀវដែលញាតិញោមគោរពបើមានឥទ្ធិពលវិញកាច់អាត្មាមុនគេបាទព្រោះអាត្មាអ្នកនិយាយរឿងអ្នកទាំងអស់ហ្នឹងរហូតហើយបើគាត់ខឹងនឹងអាត្មាកាច់អាត្មាងាប់បាត់ហើយ
ប៉ុន្តែអញ្ចឹងពូជអាត្មាខ្មោចចដូនចតាធ្លាប់តែកាច់អញ្ចឹងប៉ុន្តែត្រឹមអាត្មានឹងអាត្មាបដិវត្តហ្មងកងអាត្មាក៏ខ្មោចកាច់ដែរចដូនចតាកាច់ដែរចដូនមួយអីក៏កាច់ដែរប៉ុន្តែវាកាច់នឹងល្មិចថាវាដាក់អាណានិគមបានយើងវាជឿវានោះគោរពវានោះរឿងអីវាមិនកាច់ហើយត្រឹមអាត្មាហ្នឹងអាត្មាបដិវត្តតែហ្មងទៅលែងនៅក្នុងអាណានិគមរបស់ខ្មោចរបស់ចដូនចតាខ្មោចអីទីណាអត់ទេធ្វើបុណ្យទៅឲ្យធ្វើប៉ុន្តែថាឲ្យគោរពឲ្យមកកងម៉ាអីមកតាមកាច់អីណូអត់អញ្ចឹងមានសេរីភាព